សូស្ដីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទពូនិសេតថ្ងៃនេះដែរខ្ញុំមកនិយាយអំពីមូលហេតុដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើប្រទេសជប៉ុននៅទីក្រុងហ៊ីរ៉ូស៊ីម៉ាហើយនិងសាវ៉ាសាគីដើមមូលហេតុដំបូងគឺមកពីអ្វីបានជាសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើប្រទេសជប៉ុននៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ1941មានកងនាវាជើងទឹករបស់ជប៉ុន6គ្រឿងនិងនាវាផ្ទុកយន្តហោះ2គ្រឿងយន្តហោះរាប់រយគ្រឿងបានចាក់ចេញពីប្រទេសជប៉ុនគួរសម្ដៅទៅកាន់ភាគខាងជើងនៃកោះហាវ៉ៃចម្ងាយប្រហែលជា230ម៉ាយគឺជាកន្លែងដែលពួកគេប្រមូលផ្ដុំចំណែកឯកងនាវា US Pacific របស់សហរដ្ឋអាមេរិកបានបោះយុទ្ធការនៅលើកំពង់ផែ Pearl Harbor ប៉ុន្មានបើកការវាយប្រហារទៅលើកំពង់ផែ Pearl Harbor សម្រាប់មនុស្សអស់រាប់ពាន់នាក់នឹងបំផ្លិចបំផ្លាញគេហេដ្ឋារចនាសម្ព័ន្ធរបស់មូលដ្ឋានធ្វើឲ្យសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើលជាខ្លាំងដូច្នេះវាគឺជាដំណើរការនៃការផ្លាស់ប្ដូរសម្រាប់ទៅរកនៃសង្គ្រាមលោកលើកទី2ប្រហែលជាប្រទេសជប៉ុនចង់ភ្លក្សរសជាតិនៃគ្រាប់បែកបរិវណ្ណមូលហេតុអ្វីបានជាជប៉ុនវាយប្រហារទៅលើកំពង់ផែ Pearl Harbor សម្រាប់មនុស្សអស់រាប់ពាន់នាក់ដំបូងយើងត្រឡប់ទៅឆ្នាំ1930វិញប្រទេសជប៉ុនភាគច្រើនចំណាយពេលនៅតាមទសវត្សរ៍ទី20ពួកគេធ្វើទំនើបកម្មសេដ្ឋកិច្ចនិងពង្រីកកងយោធារបស់ខ្លួនដូច្នេះជប៉ុនចង់បង្កើតនៃអាណាចក្រមួយប្រភេទដូចជាចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកហើយពេលនោះគេនឹងអាចទាញបាននូវធនធានធម្មជាតិកេងប្រវ័ញ្ចកម្លាំងពលកម្មធ្វើផ្លូវទំនើបកម្មថ្មីហើយពេលនោះជប៉ុននឹងក្លាយទៅជាមហាអំណាចមួយរបស់ពិភពលោកនៅពេលដែលជប៉ុនកំពុងតែពង្រីកនៅមហិច្ឆតារបស់ខ្លួននោះក៏មានបញ្ហាដ៏ធំមួយគឺចិនដីគោកមិនមានធនធានធម្មជាតិសម្រាប់បង្កើតអាណាចក្រនោះទេប្រទេសជប៉ុនចាំបាច់ត្រូវការដៃរបស់ពួកគេដូចជាធ្យូងរ៉ែថ្មជាពិសេសគឺប្រេងដើម្បីបង្កើតមហិច្ឆតារបស់ពួកគេនឹងឲ្យក្លាយទៅជាការពិតនៅក្នុងឆ្នាំ1931ប្រទេសជប៉ុនកំពុងតែបោះជំហានឈានទៅរកការបង្កើតអាណាចក្ររបស់ខ្លួនដោយការលុកលុយនៅខេត្ត Manchuria របស់ចិនដូច្នេះខេត្ត Manchuria របស់ចិនគឺសម្បូរធនធានធម្មជាតិដែលជប៉ុនត្រូវការធ្វើឲ្យពួកគេមានចំហដ៏រឹងមាំមួយនៅលើទ្វីបអាស៊ីសម្រាប់ឈានទៅរកការកសាងអាណាចក្រនាពេលអនាគតប៉ុន្មានឆ្នាំបន្ទាប់គឺជប៉ុនបានវាយលុកធ្វើដំណើរទៅកាន់ភាគខាងជើងនៃប្រទេសចិនដំបូងអ្វីៗបានដំណើរការយ៉ាងល្អសម្រាប់ជនជាតិជប៉ុនបន្ទាប់ពីពួកគេបានទទួលបានជ័យជំនះជប៉ុនបានប្រព្រឹត្តអំពើដ៏ឃោរឃៅធំដូចជារំលោភស្ត្រីនៅណាងឃីងនិងទម្លាក់គ្រាប់បែកទៅលើជនស៊ីវិលចិនអំពើទាំងអស់នេះនាំឲ្យមានការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីសំណាក់អន្តរជាតិនៅក្នុងឆ្នាំ1939ទោះបីជាសង្គ្រាមធ្លាក់ដល់ភាពទាល់ច្រកនៅពេលដែលប្រទេសចិនមានកម្លាំងខ្លាំងឡើងវិញសង្គ្រាមបានក្លាយទៅជាការបង្ហូរកម្លាំងពលកម្មដ៏ខ្លាំងក្លាជប៉ុនបានរកមើលធនធានធម្មជាតិនៅតំបន់ផ្សេងទៀតដែលពួកគេត្រូវការទន្ទឹមនឹងនេះនៅទូទាំងមហាសមុទ្រ Pacific វិញសហរដ្ឋអាមេរិកកំពុងតែសម្លឹងមើលដោយការព្រួយបារម្ភខ្លាំងឡើងបន្ទាប់ពីការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមលោកទី1រួចមកពួកគេបានចាប់ផ្ដើមអនុវត្តនូវគោលនយោបាយក្រៅផ្លូវការមួយនៃការមិនធ្វើអន្តរាគមន៍និងលទ្ធិឯកោដូច្នេះជាមូលដ្ឋានមានន័យថាពួកគេនឹងមិនធ្វើសង្គ្រាមសម្រាប់សម្ព័ន្ធមិត្តរបស់ពួកគេសូម្បីតែសម្ព័ន្ធភាពដំបូងហើយក៏មិនផ្ដល់ជំនួយផងដែរហើយគោលនយោបាយនេះក្លាយជាគោលនយោបាយផ្លូវការនៅក្នុងឆ្នាំ1930នៅពេលដែលសហរដ្ឋអាមេរិកបានឆ្លងកាត់នៅសកម្មភាពអព្យាក្រឹតជាបន្តបន្ទាប់នៅពេលដែលសម្បត្តិបានឆ្លងកាត់នៅទង្វើទាំងអស់នេះពិភពលោកជុំវិញសហរដ្ឋអាមេរិកគឺមានអំពើហិង្សាខ្លាំងឡើងហើយនឹងមិនមានស្ថិរភាពដូច្នេះទោះបីជាសហរដ្ឋដើមនៅដើមទសវត្សរ៍ឆ្នាំ1930ជាបន្ទាយនៃភាពឯកោក៏ដោយដូច្នេះការទូតសង្គ្រាមនៅអឺរ៉ុបក៏ដូចជាធ្វើដល់ឃោរឃៅរបស់ជប៉ុននៅក្នុងប្រទេសចិននាំឲ្យមានការផ្លាស់ប្ដូរបន្តិចម្ដងនៅមតិសាធារណៈនិងអន្តរាគមន៍និយមនោះនាំឲ្យប្រធានាធិបតីលោក Franklin D. Roosevelt បានចុះហត្ថលេខាទៅលើច្បាប់ប្រជាក្រិតថ្មីមួយដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកតសពាវុធទៅកាន់ចក្រភពអង់គ្លេសនិងបារាំងប្រសិនបើពួកគេចំណាយប្រាក់ពួកគេក៏អាចយកអាវុធទាំងអស់នោះឡើងទៅលើកប៉ាល់របស់ពួកគេផងដែរឬដោយការជួលយ៉ាងទូលំទូលាយដូច្នេះទោះបីជាសហរដ្ឋអាមេរិកអព្យាក្រឹតទៅលើបច្ចេកទេសក៏ដោយវាច្បាស់ណាស់ថាពួកគេនៅខាងណាប៉ុន្តែប្រទេសជប៉ុនគឺជាបញ្ហាដ៏ធំធនធានធម្មជាតិដែលជប៉ុនត្រូវការនោះគឺនៅចំណុចនេះគឺជាប្រេងនៅក្នុងឆ្នាំ1939ការផ្គត់ផ្គង់ប្រេងរបស់ជប៉ុនមានតែ 2% តែប៉ុណ្ណោះចំណែកតែ 80% ទៀតគឺបាននាំចូលមកពីសហរដ្ឋអាមេរិកដូច្នេះការអស់ប្រេងគឺជាការបង្ហាញនៃសេចក្តីវិនាសរបស់យោធាជប៉ុននៅក្នុងប្រទេសចិននិងមហិច្ឆតានៅដែនដីផ្សេងទៀតយុទ្ធសាស្ត្រភាគខាងជើងត្រូវបានគ្រប់គ្រងដោយកងទ័ពអធិរាជជប៉ុនដែលពាក់ព័ន្ធនឹងតំបន់ដែលសម្បូរទៅដោយរ៉ែធ្យូងថ្មក្នុងប្រទេសចិនម៉ុងហ្គូលីនិងសេប៊ឺរី
ចំណុចដែលយុទ្ធសាស្ត្រភាគខាងត្បូងត្រូវបានគ្រប់គ្រងដោយកងទ័ពជើងទឹករបស់អធិរាជជប៉ុនហើយជំនួសឲ្យការវាយលុកចូលទៅក្នុង British Malaya និង Dales India ដែលសម្បូរទៅដោយព្រៃនិងកៅស៊ូនៅដើមទសវត្សរ៍ឆ្នាំ1939ផែនការនៅភាគខាងជើងបានដំណើរការយ៉ាងពេញលេញជាមួយនឹងការវាយប្រហារនៅខេត្ត Manchuria របស់ចិនហើយវាបាននាំឲ្យមានចំនួនព្រំដែនជាមួយនឹងសូវៀតទាំងនេះបានបញ្ចប់នៅក្នុងសង្គ្រាមដ៏ធំនៅ Kharkov មានសូវៀតនិងម៉ុងហ្គូលីបានទទួលជ័យជំនះដ៏សំខាន់មួយភ្លាមៗនោះប្រទេសជប៉ុនបានពិចារណានៅផែនការរបស់ខ្លួនសារឡើងវិញដូច្នេះការបរាជ័យរបស់ជប៉ុននៅ Kharkov ជាមូលដ្ឋានដូចជាចាក់ទឹកទៅលើផែនការរបស់គេសម្រាប់ការពង្រីកនៅភាគខាងជើងនៅ Siberia ក៏ដូចជាការចុះហត្ថលេខាលើតតិកាសញ្ញាមិនធ្លានពានរវាងអាល្លឺម៉ង់និងសូវៀតនៅក្នុងឆ្នាំ1939នៅពេលដែលអាល្លឺម៉ង់លុកលុយសហភាពសូវៀតបានប្រតិបត្តិការ Barbarossa នៅក្នុងឆ្នាំ1941ផែនការទាំងនេះសម្រាប់លុកលុយនៅ Siberia ត្រូវបានសង្ខេបឡើងវិញប៉ុន្តែសម្រាប់យោធាជប៉ុនបានជាប់គាំងនៅក្នុងប្រទេសចិនពួកគេកំពុងតែអស់ធនធានធម្មជាតិហើយវាក៏មិនកាត់ឡើងនោះដែរកងទ័ពក៏ធ្លាក់ចុះនៅក្នុងប្រទេសចិនខណៈពេលដែលប្រទេសជប៉ុនកំពុងតែបន្តយុទ្ធសាស្ត្រនៅភាគខាងត្បូងវាគឺចាប់ផ្ដើមធ្វើដោយស្មោះត្រង់គឺនៅក្នុងឆ្នាំ1940ប្រទេសជប៉ុនបានចូលទៅផ្នែកនៃភាគខាងជើងរបស់ឥណ្ឌូចិននិងបារាំងក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលបារាំងគឺលោកវីឈីគឺជាការធ្វើការរបស់ពួកគេដោយមេជនជាតិចិននឹងឲ្យនៅតែទៅឡើយប៉ុន្តែសហរដ្ឋអាមេរិកបានមើលឃើញថាសកម្មភាពនេះគឺជាកម្មភាពផ្សេងទៀតនៃការឈានពានរបស់ជប៉ុនដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងមហាសមុទ្រ Pacific និងអាស៊ីផងដែរគូផ្សំនឹងសម្ព័ន្ធភាពថ្មីៗរបស់ជប៉ុនគឺ Nancy អាល្លឺម៉ង់និងអ៊ីតាលីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើដែកនិងទង់ដែងដែលរបស់ទាំងអស់នោះគឺមានសារៈសំខាន់ណាស់នៅក្នុងឧស្សាហកម្មសង្គ្រាមរបស់ប្រទេសជប៉ុនហើយដែកភាគច្រើនគឺនាំចូលមកពីសហរដ្ឋអាមេរិកប៉ុន្តែប្រទេសជប៉ុនមិនបានរៀនមេរៀនរបស់ពួកគេទេពួកគេកាន់កាប់ភាគខាងត្បូងបន្ថែមទៀតឥណ្ឌូឈីណារបស់បារាំងសហរដ្ឋអាមេរិកកាន់តែឆ្លើយតបខ្លាំងឡើងដោយការបង្កកទ្រព្យសម្បត្តិរបស់ប្រទេសជប៉ុននៅក្នុងសហរដ្ឋអាមេរិកវាក៏ដូចជាការរារាំងជប៉ុនពីការទិញប្រេងភ្លាមនោះត្រូវបានតាមដានដោយចក្រភពអង់គ្លេសហូឡង់បានដាក់ការហុំព័ទ្ធប្រេងរបស់ពួកគេដូច្នេះក្នុងការធ្លាក់ចុះមួយជប៉ុនបានបាត់បង់ 94% នៃការផ្គត់ផ្គង់ប្រេងរបស់ខ្លួនជប៉ុនកំពុងតែមានវិបត្តិដំបូងឡើយជប៉ុនបានព្យាយាមតចាជាមួយនឹងសហរដ្ឋអាមេរិកជប៉ុនបានឲ្យសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីប្រទេសចិនជាបន្តនិងកិច្ចសម្រាប់ប្រទេសជប៉ុនគឺទទួលយកការទាមទារទាំងនេះក៏ដូចជាការបរាជ័យរបស់ជប៉ុនទាំងស្រុងដោយមិនចង់បោះបង់នៅមហិច្ឆតារបស់អធិរាជជប៉ុនមានអារម្មណ៍ថាជំរឿតែមួយគត់គឺការចាប់យកធនធានធម្មជាតិតែពួកគេខំប្រឹងដោយកម្លាំងនោះមានន័យថាពួកគេនឹងធ្វើកោតកម្មទៅលើភាគខាងត្បូងបន្ថែមទៀតចូលទៅក្នុងម៉ាឡេយ៉ារបស់អង់គ្លេសឥណ្ឌូនេស៊ីបូព៌ារបស់ហូឡង់តែភាគីទាំងពីរនេះគឺមានការរស់រាយរាក់ទាក់ជាមួយនឹងជប៉ុនជឿជាក់ថាសហរដ្ឋអាមេរិកចង់ឆ្លើយតបទៅវិញដោយការហាកងកម្លាំងតែម្ដងជប៉ុនជឿជាក់ថាគេនឹងត្រូវតែនិយាយតបទៅវិញជាមួយនឹងសហរដ្ឋអាមេរិកជប៉ុនកំពុងតែមានផែនការគ្រោងនឹងវាយប្រហារទៅលើកំពង់ផែ Pearl Harbor ពួកគេបានគិតថាពួកគេនឹងវាយប្រហារកងនាវារបស់សហរដ្ឋអាមេរិកនឹងឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរហើយពេលនោះសហរដ្ឋអាមេរិកនឹងមានអ្វីមកតបតជាមួយនឹងគេវិញទេពួកគេគិតថាពួកគេនឹងអាចទិញពេលវេលាបានច្រើនសម្រាប់ការជីកកកាយនិងពង្រីកមហិច្ឆតារបស់ខ្លួនឬចរចាដើម្បីសន្តិភាពនៅក្នុងឆ្នាំ1941ផែនការរបស់ប៉ុនក៏បានដាក់ឲ្យដំណើរការយន្តហោះរាប់រយគ្រឿងបានតិចឡើងនៅលើមេឃគោលដៅរបស់ពួកគេគឺកំពង់ផែ Pearl Harbor ជាច្រើនហើយនឹងយន្តហោះរាប់រយគ្រឿងបានត្រូវបំផ្លិចបំផ្លាញដោយយន្តហោះទម្លាក់គ្រាប់បែក Torpedo បានសម្លាប់កងនាវិកអស់ចំនួន 1175 នាក់និងបំផ្លិចបំផ្លាញគេហដ្ឋារចនាសម្ព័ន្ធរបស់មូលដ្ឋានទាំងស្រុងនាវាតែត្រូវបំផ្លិចបំផ្លាញដោយ Torpedo នោះមានដូចជានាវាចម្បាំង US Oklahoma និង US Arizona នៅថ្ងៃនោះជប៉ុនបានបើកការវាយប្រហារចំនួន3ដងរីឯកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក2គ្រឿងទៀតទាំងបានធ្វើសមយុទ្ធដូច្នេះពួកគេអាចរត់គេចខ្លួនបានដោយគ្មានការវាយប្រហារពីជប៉ុនដូច្នេះផែនការរបស់ជប៉ុនដែលដាក់ឲ្យដំណើរការនោះគឺទទួលបានជោគជ័យពួកគេក៏ទទួលបានជ័យជំនះពួកគេមិននឹកស្មានថាពួកគេអាចយកឈ្នះនៅសង្គ្រាមដ៏ខ្លីមួយនេះទេដូច្នេះប្រទេសជប៉ុនកំពុងតែលេងជាមួយនឹងល្បែងដ៏ធំមួយដោយពាក្យចាស់គេហៅថាយក្សកំពុងដេកជប៉ុនក៏ទទួលបាននូវធនធានដែលគេត្រូវការបំផុតហើយនឹងបានបង្កើតអាណាចក្ររបស់ខ្លួនដីស្រមៃរបស់អធិរាជជប៉ុនគឺទទួលបានជោគជ័យ
ក្នុងការបង្កើតអាណាចក្ររបស់ខ្លួននិងធនធានធម្មជាតិដែលខ្លួនចង់បានក៏រលាយទៅវិញត្រឹមតែមួយប្រភេទការវាយប្រហារទៅលើកំពង់ផែ Pearl Harbor នោះគឺជាបញ្ហាដ៏ធំសម្រាប់ជប៉ុនចំណែកឯសហរដ្ឋអាមេរិកឯនេះវិញបន្ទាប់ពីប្រធានាធិបតី Franklin D. Roosevelt ក៏បានថ្លែងសុំលក្ខដ្ឋានរួចរាល់ក្រោយមកក៏មានបុរសរាប់ពាន់នាក់បានទៅចុះឈ្មោះដើម្បីបម្រើកងទ័ពសម្រាប់សង្គ្រាមមួយនេះធនធានជាច្រើនត្រូវបានប្រមូលរីឯសេដ្ឋកិច្ចវិញបានប្រមូលផ្ដុំយ៉ាងខ្លាំងដើម្បីបំពាក់ក្បាលម៉ាស៊ីនសង្គ្រាមរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសជប៉ុនក៏បានភ្ញាក់ដឹងខ្លួនដូច្នេះការវាយប្រហាររបស់ជប៉ុនទៅលើកំពង់ផែ Pearl Harbor នោះគឺជាបញ្ហាចម្បងបាទសូមអរគុណ